មាន6ចៅការសិក្សាគឺពិតប្រាកដគឺថាគេយល់ការសិក្សាមាន6ប្រភេទក្នុងការសម្រកគីឡូ six way of losing weight scientific proven ចូលគឺថាយើងអាចសម្រកគីឡូបានដោយសារតែយើងមានរបៀប6ខ្ញុំយកតែ6មានច្រើនណាស់ខ្ញុំយក6ដើម្បីយើងយល់សម្រកនេះសម្រកពីធម្មជាតិរួចហើយមិញអានេះសម្រកទៅតាមវិទ្យាសាស្ត្រ6ទៀតហើយមាន5 10លក្ខខណ្ឌនេះនោះឡើងនិយាយអា6នេះសិនខ្ញុំចង់បរៀនថាមានគោលដៅទី1ទី2ទី3ទី4ទី5ស្រកគីឡូទី1ស្រកគីឡូរបៀបហ្នឹងខ្ញុំនិយាយពីធម្មជាតិហើយខ្ញុំទុកជាប្រធានបទមួយហើយវែងឆ្ងាយដើម្បីឲ្យចង់បងប្អូនមិនបាច់ប្រើថ្នាំទេឬក៏មិនបាច់ប្រើផ្លូវចិត្តសាស្ត្រទេឥឡូវក្នុងការញ៉ាំរបៀបឲ្យស្រកគីឡូនេះជាការសិក្សាតាមវិទ្យាសាស្ត្រនេះគឺថាយើងត្រូវមិនយើងកុំត្រូវគិតច្រើនពេកគិតអាចគេហៅថាអច្ឆរិយៈចង់ស្រកគីឡូជឿគ្នាអនឡាញអានេះអនឡាញអានោះចេះចុះលេខនេះផឹកនោះអីណានៃដល់ស្រកគីឡូអាហ្នឹងគឺទៅជាបញ្ហាវិញយល់ទេបញ្ហាអច្ឆរិយៈយើងជំនឿចឹងខ្ញុំពាក់ពីរឿងខួរក្បាលយើងទៀតម៉ាញគឺថាចិត្តរបស់យើងតែយើងជឿអីវាចឹងយើងខ្ញុំជួបប្រទេសខ្មែរយើងច្រើនតែមកគាត់ជឿអាណាគឺអានឹងត្រូវតែអានឹងទោះជារបស់នឹងមកនេះក៏នៅតែជឿដែរតាមផ្សាសយកស្រុកខ្មែរមិនសុទ្ធក៏ជឿត្រូវតែម៉ាក់នឹងទៅរកមិនប្រសពនេះគេសិតតែល្អជាងគេក្នុងប្រពន្ធនោះនៅជំនឿត្រូវតែនេះត្រូវតែនោះត្រូវខ្ញុំចប់អានឹងគេថា miracle ជាងចង់បានអា miracle នោះអា mindset នឹងពិបាកយើងត្រូវបដូរអានឹងដើម្បីស្រកគីឡូគឺត្រូវពេញបដូរI want to tell you about option 1 how to lose weight scientifically proven you have to change your mindset forget about miracle diet all of those online whatever you take this one going to burn fat going to this it's not going to be possible if you don't control your diet you don't understand what you eating put and output you don't know about exercise you know about burn calorie I talk about one Big Mac and French fry and soft drink just now if you don't know that impossible you believe in all these people talk on social media they tell lie they mislead the public miracle or don't have to get rid of that if you want to lose weight ខ្ញុំចង់ថាបើចង់ស្រកគីឡូយើងត្រូវកុំជំជឿអស់នឹងឲ្យសោះហើយយើងមិនដឹងទេស្លាប់លេបផឹកអស់នឹងគ្រោះថ្នាក់ស្លាប់ខូចកលៀនខូចអីយើងអត់ដឹងទេ I tell you one thing if you take this sort of thing online you have no idea where it come from it called kidney damage or liver failure or whatever you don't know no one know except God know no one know I tell you about the T-Slim T later on that I did a lot of readingចឹង forget about អច្ឆរិយៈបំភ្លេចអស់ហ្នឹងខ្លួនឯងទីពឹងខ្លួនឯងដូចប្រពុតនិយាយចឹងអត្តហេអត្តណោនេះថាខ្លួនទីពឹងខ្លួនឯងហ្នឹងត្រូវតាំងចិត្តថាអញស្រកគីឡូកុំជឿពួកអាអ្នកលក់អនឡាញអីយល់ទេអាហ្នឹងខ្ញុំជឿចឹងយើងត្រូវញ៉ាំរបៀបម៉េចដូចខ្ញុំជម្រាបបាត់ពេលវេលាចាស់ៗណាខ្ញុំអត់រំលឹកទៀតទេប៉ុន្តែយើងត្រូវញ៉ាំដែរទៀងទាត់ដែរទៀងទាត់ហ្នឹងគេតាមពិតទ្រឹស្ដីវិទ្យាសាស្ត្រឥឡូវនេះមិនបាច់ទៀងទាត់ទេពេលណាឃ្លានមិនញ៉ាំទេណាបើយើងទៅធ្វើការហ្នឹងយើងមានតែពេលគេឲ្យញ៉ាំពេលណាពេលហ្នឹងប៉ុន្តែយើងញ៉ាំរបស់ណាដែលផ្ដល់សុខភាពដល់យើងខ្ញុំជម្រាបមុនបាត់ហើយអានេះខ្ញុំគាត់បន្ថែមណាមកបន្ថែមគឺញ៉ាំរបស់ល្អហើយញ៉ាំទៅពេលវេលាដែរហើយពេលណាដែរមិនមែនចេះតែពិតទៅដើរទៅឃើញនោះដាក់នេះទៅចក្រានបាយយើងមានមានbiscuit ខ្លះផងមានchocolate នេះផងមានអានោះមានអានេះមានអានោះchocolate dark chocolate អត់អីដែរខ្មៅខ្មៅ 95% 75 85នេះអត់អីណាល្អវិញអានោះជាស្ករចេញទៅអាហ្នឹងគឺញ៉ាំតែមានរបៀបផងខ្ញុំចង់និយាយoption ទី1នេះគឺមានរបៀបដែរមិនចេះតែញ៉ាំទេយើងត្រូវគិតដែរយើងត្រូវតាំងចិត្តណាហ្នឹងគឺ mindset សិតគឺយើងប្រើចិត្តយើងត្រួតត្រាបន្តិចបើយើងមិនចឹងតរួចមិនងាយស្រកឲ្យជឿខ្ញុំអ្នកខ្លះនេះធ្ងោអត់ទៅរួចខ្ញុំញ៉ាំបន្តិចមិនស្រកបើយើងធុងសាំងយើងលើដល់ទៅ25គីឡូ30គីឡូបើយើងមិនប្រើវាផងយើងចេះបន្ថែមមួយថ្ងៃតែចូលបន្តិចក៏អត់ព្រោះដែរយល់បងប្អូនចឹងយើងតបន្តិចមែនតើឬក៏អត់ខ្លះពេលខ្លះដូចខ្ញុំនិយាយ8 10ម៉ោងទៅ6 10ម៉ោងមួយថ្ងៃហើយយូរតែម្ដងសាកមើលតែថ្ងៃត្រង់បានអីចឹងណាអាចល្ងាចកុំញ៉ាំដូចប្រសងណាគឺចាប់តាមចោះហើយល្អទៀតអាល្អចាំថ្ងៃណាខ្ញុំនិយាយពីរូប autophagy ខ្លួនយើងកែប្រែស្អីល្អណាស់
តាំងពីកោសិកាតាំងពីស្អីស្អីនឹងប្រែប្រួលមកអត់មកឡើងថ្មីមកដូចឡើងថ្មីខួរក្បាលយើងយ៉ាងស៊ីអាសាំងខ្លាញ់ហ្នឹងវាល្អប៉ុន្តែត្រូវស៊ីមិនស្រួលទៅចំចាត់អាសាំងបាយសិនបានទៅស៊ីសាំងខ្លាញ់កើតបងប្អូនចាំកន្លែងហ្នឹងបងប្អូនម្ល៉េះមួយទៀតអានឹងតាក់តងនឹងខួរក្បាលទៀតណាគេហៅចិត្តមិនខួរក្បាលខ្ញុំចែកជាពីរខួរក្បាលម៉ាញជាមួយខួរក្បាល brain យើងត្រូវឲ្យអាម៉ាញហ្នឹងអាចិត្តរបស់យើងបញ្ជាខួរក្បាលយើងកុំតែអាចចិត្តអញតែមិនញ៉ាំអត់កើតទេវិលមុខឡើយយើងចេះតែគិតពេកណាអូម៉ានេះញ៉ាំដៃវាញ៉ាំមិនដំបងយូរទៅវាសមនេះបាទណាអូតែអត់ញ៉ាំណាបានខ្ញុំនិយាយទៅនិយាយត្រង់មែនណាខ្ញុំជួបផ្ទះសាសគេអត់បង្អែមអត់បានបើគាត់មានមើលតែតម្រៃហើយបើលើគីឡូខ្ញុំចង់និយាយដល់ប្រមាណនេះលោកអូយគឺថាដើរសឹងចង់រួយជើងឡើងឈឺអស់មិនចាប់ព្រោះយើងតម្ងន់ឡានប្រក់ដូចថាធម្មជាតិឲ្យគាត់មកតែត្រឹមតែតម្ងន់60គីឡូបើគាត់ដល់100គីឡូ110 120គ្រប់រួយហ៎ជង្គង់ក៏ឈឺខោអាវទៅរកតាជាងកាត់ពិសេសឲ្យទៀតហើយអត់បង្អែមគឺអត់បានចប់និយាយចប់ខ្ញុំនិយាយអត់រួយខ្ញុំបញ្យល់នេះត្រូវតែបង្រៀនចិត្តយើងបញ្ជាគោលបានយើងកុំព្យូទ័រយើងត្រូវ program វាទេអា hardware នឹងវាអញ្ចឹងយើង program វាទេអា software នោះទេយល់ទេតែបើយើងមិន program ឲ្យស្រួលនេះ I want to mention in English in a short one you have to let your mind control your brain forget about miracle diet it's all not true mislead the public and online or whatever you eat this you swallow this you're going to burn your fat it's not possible you have to rely on yourself Buddha said the same yourself everything is yourself no one can help you except yourself you have to change the way you eat that I mentioned in the past already in the beginning I said lose weight naturally how you eat on the specific time because each country you have to go to work specific time but you eat healthy you have to learn what is healthy what is unhealthy but not always healthy all the time sometimes yes sometimes no depend life you can but at home you eat whatever the nature give up outside you eat whatever people give to you you go to Springvale you like to eat what phở you have no choice don't know what they put in there how much fat they put if you want to know you take phở you don't eat yet you put in the fridge and tomorrow you look at how much fat in there okay but you can't control that but you have to remove too it's a lot of fatty layer pork belly whatever you have to try to not to eat much don't feel sorry for those sort of things okay now that's what I said you have to eat healthy food but not always sometimes you eat you don't care last night I ate up to almost here too I went to function to receive the award presentation at my pharmacy won the award I ate but after I get home you have to know what to do you have to walk up and down until it digests properly before you go to sleep ចឹងខ្ញុំនិយាយពីរឿងការញ៉ាំនិយាយត្រូវចិត្តរបស់យើងត្រូវតែទូតា your emotion you have to control your emotion ណា you don't worry about when you're tired you're stressed you're sad you eat that's normal people under stress depression or anxiety tend to eat more because they have nothing to do they really worry they keep popping without realizing they're too tired and they argue with me I'm very tired I can't eat what can I survive but you're overweight for how many 20-30 kilo already you keep worrying about you're tired you have to eat you don't need it you have to know that your car is overweight already your car is overstocked loading overloaded ឡានរបស់យើងលើសទម្ងន់មកហើយយើងបន្ថយទៅជឿអស់កម្លាំងយើងញ៉ាំដែរញ៉ាំបន្លែគឺសមទេបន្លែទៅដាក់ទឹកខ្មេះដូចខ្ញុំនិយាយនេះជាមួយសាច់ត្រីសាច់អាំងអីទៅបាយតិចតួចទៅវាស្រស់ហើយអានោះសិតល្អដែរពេលពិបាកចិត្តក៏ញ៉ាំច្រើនព្រួយបារម្ភក៏ញ៉ាំច្រើនបាក់ទឹកចិត្តអានឹងវាជារឿងធម្មជាតិចឹងហើយព្រោះយើងអត់អីធ្វើវាអត់សុខថ្ងៃណាអត់មានអីធ្វើនឹងអ្នកអត់អីធ្វើអានឹងបញ្ហាទៀតតែនៅតែផ្ទះថ្ងៃឃើញអានេះឃើញអានោះលូកចុះលូកឡើងថា snacking ចុះឡើងបញ្ចូលធម៌ពលពេលបញ្ចូលនឹងបញ្ហាយើងត្រូវតែវិន័យ I want to mention quickly Joe you don't use your emotion to my I'm tired I need to eat I used to live in Pol Pot no food to eat now I have money to eat why can't I eat
It's not mean that you still can eat, but you have to know what food you eat and you have to control. Whenever you eat, you enjoy, you enjoy. You go on the cruise, but you have to know too, hey, the cruise from morning until night, you don't feel sorry about your money. You have to know too, calorie, a bit here, a bit there. Do you enjoy? You're going to gain weight for sure. Come back 2-3 kilo or 5-6 kilo. But not too much. Gain 1 or 2, okay? After that, you come back home. You learn what the nature gives. You slow down. Reduce slowly back. But not easy. Not easy, okay? มันងាយទេយើងទៅលេង holiday ជិះកប៉ាល់អីមកហូបអាហារដល់ប៉ុន្តែយើងកុំថាមកបានអញរស់នៅប៉ុលពតមានអត់មានអីហូបលើមានអីបង្រៀនឯងកុំឲ្យញ៉ាំអញ្ចឹងប៉ុន្តែយើងទៅជំរឿនពីយើងចង់សុខភាពល្អយើងចង់មានបញ្ហាលេខខ្លាំង You eat your medicine as your food or your food as your medicine តើយើងញ៉ាំជាធម្មរបស់ម្ហូបអាហារជាធម្មរបស់យើងឬធម្មជាម្ហូបអាហារយើងវិញអាហ្នឹងយើងត្រូវគិតកន្លែងហ្នឹង You live to eat or eat to live អាហ្នឹងតែខ្ញុំបង្រៀនពីមុនហើយកុំភ្លេចណាហ្នឹងអញ្ចឹងត្រូវគិតដែលខ្ញុំបង្រៀនតាមផ្ទាល់ថ្ងៃនេះគឺត្រូវការវិន័យ discipline ជានិច្ចអាហ្នឹង option 1 គឺតែគោលទី1គោលទី2ខ្ញុំជម្រាបហើយបងអាហ្នឹងរៀនធម្មជាតិជាមួយវិទ្យាសាស្ត្រដូចគ្នាគាត់ថាខ្ញុំរំលឹកពីវិទ្យាសាស្ត្រទី2គឺបន្ថយធម្មពលត្រូវតែបន្ថយម្ហូបអាហារដែលយើងញ៉ាំធម្មពលដូចខ្ញុំនិយាយចឹងបើនិយាយ chocolate bar មួយស្មើនឹងធម្មពលប៉ុណ្ណា Big Mac French fry និង soft drink តើប៉ុន្មាន calorie យើងត្រូវបន្ថយអស់ហ្នឹងoption 2 I want to tell and have to reduce your calorie intake the food that have high calorie you have to learn to understand like McDonald's I mentioned already Big Mac soft drink and French fry អានឹងត្រូវការយើងត្រូវតែដឹងបើយើងមិនដឹងអានឹងខ្ញុំមិនដឹងធ្វើម៉េចទៀតណាមិនមែនតើអានេះខ្ញុំថាចំណាយពេលរាប់ខែមិនមែនចង់ឲ្យស្រកក្នុងមួយខែមួយអាទិត្យពីរអាទិត្យទេយើងកាសផ្លាស់ប្ដូរទំនៀមទម្លាប់របស់យើង you have to change the habit you change your habit to become your second nature the healthy habit okay បាទយ៉ាមិនមែនដូចហាង restaurant គេថា healthy habit ទេណា eating healthy habit ហ្នឹងគឺនឹងពុនផ្សាយឃោសនានេះឈ្មោះទៅទិញនៅ food court ទៅទិញគេទិញគេលក់មកគេដាក់ healthy habit មកចាស់ថ្លៃគេដាក់ margarine គេដាក់នេះគេដាក់នោះគេដាក់ bacon អីហ្នឹងយើង healthy habit អីអាហ្នឹងគឺជាការបន្លំយើងឯងឈ្មោះទេប៉ុន្តែគេឲ្យយើងវាមិនមែន healthy ទេអាហ្នឹងយើងត្រូវដឹងកន្លែងហ្នឹងទៀតបើយើងបញ្ជាបានអត់អីយើងបានកន្លែងខ្លះគេថាយើងចង់បានតែសាច់គោ ham មួយ slide ទៅបានសាឡាត់ពេញប៉ោះទេណាមិនបាច់ដាក់ margarine ដល់ខ្ញុំទេដាក់ butter ដាក់ butter អូខេទៅអញ្ចឹងណាបាទតែដល់គេធ្វើឲ្យស្រាប់ទៅអា burger ឲ្យយ៉ាស់ចប់ healthy habit ឈ្មោះហាងល្អចាប់ចិត្តប៉ុន្តែពិតអត់ healthy អានេះប្រាប់ឲ្យត្រង់ណាបាទអញ្ចឹងបងប្អូនត្រូវយល់កន្លែងនេះ option ទី2គឺគោលដៅទី2នេះគឺថាយើងធ្វើម៉េចញ៉ាំអ្វីដែលធម្មពលចុះតិចកុំឲ្យច្រើនទៅដឹងខ្ញុំទៅបរៀនអានេះមិនមែនធម្មពលតិចណាច្រើនណាខ្ញុំអត់មានពេលមើលឲ្យបងប្អូនទេណាយល់ទេអស់នេះអីឆ្ងាញ់ណាជាតិបាយ carbohydrate របស់ Mexican នេះណាបងប្អូនអានេះដែលខ្ញុំព្រួយបារម្ភខ្ញុំនិយាយជ្រុលនិយាយហើយបណ្ដោយអានេះខ្ញុំអត់បញ្ហាទេប៉ុន្តែខ្ញុំបញ្ហាដែលខ្ញុំព្រួយគេដាក់អី olive oil blend olive oil គឺថាគេហៅថាប្រេង olive ល្អណាពេលវា blend blend ជាតិប្រេងផ្សេងក្នុងហ្នឹងដឹងបានភាគរយ olive oil ហើយបែរជាថាពី30% olive oil 70% ជាតិកំណើត oil អីអាហ្នឹងអត់ healthy វិញខ្ញុំនិយាយចេញមកខ្ញុំចង់បរៀនបងប្អូនឲ្យយល់អស់ហ្នឹងណាប៉ុន្តែយើងយកមកឌូមិនអីកុំឲ្យតែរាល់ថ្ងៃពេកព្រោះត្រីវាល្អហើយអាជាតិប្រេង omega 3 វាល្អហើយតែមួយទៀតខ្ញុំព្រួយបារម្ភខាងក្នុងវាខ្លាចកុំឲ្យច្រេះខ្ញុំត្រូវលាបជាតិអាពណ៌មួយយ៉ាងខ្ញុំមិនដឹងណាខ្ញុំគាត់ស្មានយូរម្ដងមិនកុំឲ្យញ៉ាំថ្ងៃខ្ញុំនៅញ៉ាំរបស់កំប៉ុងណានៅញ៉ាំ beetroot អីខ្ញុំខ្ជិលសំហុយពេកខ្ញុំក៏ញ៉ាំកំប៉ុងស្រាប់ដែរបាទប៉ុន្តែជួននេះខ្ញុំលាងវាដែរលាងមកចោលមកឆាពីដើម្បីយកជាតិណាដែលវាចេញពីកំប៉ុងហ្នឹងណាជាតិជ័រដែលវា coating បាទអាហ្នឹងគឺថាបងប្អូនត្រូវដឹងចឹងខ្ញុំបងអារឿងទី2 low calorie ធម្មពលតិចនេះបងប្អូនខ្ញុំជម្រាបហើយមុនបាត់ហើយម្ហូបអាខ្មែរយើងម្ហូបអាវៀតណាមម្ហូបអាឥណ្ឌាម្ហូបអាចិនហ្នឹងស៊ីសងយើងញ៉ាំរបៀបម៉េចឯងយើងដាំស្លរបៀបម៉េចឯងម្ហូបអាខ្មែរយើងនិយាយថាវៀតណាមក៏បានដូចយើងថតគេថាយើងហៅថាគោលគួងគេរ៉ូលណាអាកដាស់គេហៅថា
rice paper roll ណាបងប្អូនអង់គ្លេសណាអានឹងវាជាជាតិបាយវាក៏អត់ច្រើនដែរតែរុំហ្នឹងដាក់អីមកដាក់តែសាច់សុទ្ធទៅណាមាន់ឬត្រីឬក៏ដាក់សណ្ដែកប្រោះស្អីទៅរុំទៅជ្រក់ទឹកត្រីទៅទឹកត្រីកុំឲ្យផ្អែមពេកអានឹងវាអត់សូវមានអីទេមានតែបន្លែហ្នឹងដូចបាញ់ឆាវអញ្ចឹងបងធ្វើបាញ់ឆាវអញ្ចឹងណាបងប្អូនបាញ់ឆាវយើងស្ដើងទេជាតិបាយប៉ុន្តែក្នុងនោះសណ្ដែកប្រោះច្រើនសាច់សុទ្ធទៅសាច់ច្រាមណាបងប្អូនឬក៏ដាក់កាពឹសដាក់អីទៅហើយជ្រលក់ទឹកត្រីតែទឹកត្រីគេខ្ញុំបរៀនថាកុំឲ្យដាក់ជាស្ទាយយើងបន្ថយយូរទៅទឹកត្រីយើងខុសគេតែផ្ទះគេយើងធ្វើការនេះទៅរៃសំប៉ុន្តែនៅផ្ទះយើងទឹកត្រីកុំឲ្យផ្អែមពេក1ភាគ4នេះបានហើយដូចថាស្ករ1ទឹកខ្មេះ1ស្ករ1ទឹកត្រី1ទឹក2យើងបន្ថយមកណាទឹកខ្មេះទៅ1ដដែលទឹកត្រីទៅ1ដដែលចុះតែដល់ស្ករ1ភាគ4បានហើយមុនដំបូង3ភាគ4ចុះមកកន្លះ1ភាគ4អណ្ដាតយើងវាសហ្នឹងយើងជ្រក់ទៅវាអត់សូវមានជាតិស្ករហ្នឹងហូបវៀតណាមស្អីច្រើនណាគេណាស៊ីសងយើងញ៉ាំរបបមួយណាទេបើយើងធ្វើខ្លួនឯងយើងអាចទូត្រាវាបានមកថាយើងចង់ធ្វើប៊ុងបវេយើងធ្វើបានយើងដាក់ជាតិកាទៀវវាកុំសូវញ៉ាំច្រើនទៅយើងដាក់បន្លែច្រើនទៅព្រោះវាឲ្យបន្លែច្រើនហ្វាអីណាតែយើងដាក់សាច់ទៅសាច់គោសុទ្ធទៅណាប្រហិតអីទៅបើយើងខ្លាចប្រហិតមិនគេដាក់អីក្នុងនេះយើងកុំដាក់ប្រហិតទៅតែសាច់គោសុទ្ធសាច់ជ្រូកសុទ្ធអីចឹងទៅជើងជ្រូកអត់អីជើងជ្រូកល្អបងប្អូនវាមាន collagen មានជាតិ protein ច្រើនប៉ុន្តែខ្លាញ់នេះយើងជាចោលបើមិនចឹងទេយើងមកឲ្យយូរទៅវាចេញខ្លាញ់អស់វានៅតែជាតិ collagen នឹងជាមួយនឹង protein ស្បែកនេះនឹងយកសាច់អីបាទអានោះមួយហើយលក្ខណៈវាមកក៏ចឹងក៏គេល្អដែរប៉ុន្តែស៊ីសងនឹងយើងធ្វើទេហើយនៅចំពោះទី3 option 3ចា៎ I talk about option 2 low calorie food and also make sure you eat the food that normally a lot of country healthy like Cambodian food, Vietnamese food, Indian food is not very healthy Chinese but the way you cook only as long as you understand what healthy all about you can cook taste the same everything the same you get the tongue get used to it Cambodian said the tongue is the troublemaker អណ្ដាតជាអាចកន្លងបានសុកទុកផងដោយសារអណ្ដាតប៉ុន្តែភ្នែកក៏តែច្រមុះក៏ដែរតែជាក៏ដែរវាជារូបសំនៃបណ្ដាតមុនគេ the tongue is a troublemaker after that there is some other organ too like the nose smell the eyes you see or can control your ear chew you fry foods on and then that's another troublemaker too but you have to learn to control it for what for your health nothing else Indian food curry whatever you don't know to cook is no problem now option 3គឺថាសម្រាប់ទី3គ្មានអ្វីក្រៅពីបញ្ចេញធម៌ពលចោលទេ physical activity បើយើងញ៉ាំតិចយើងមិនបាច់បញ្ចេញប្រមាណប៉ុន្តែយើងត្រូវការបញ្ចេញដើម្បីសាច់ដុំដើម្បីសុខភាពខ្លួនយើងត្រូវការរវល់ជានិច្ចធម្មជាតិបង្កើតមកត្រូវរវល់តែខ្ញុំចេះនិយាយលេងថាពុទ្ធថាយើងមានកម្មកើតមកកម្មនឹងគឺជាអំពើទេមិនមែនកម្មពៀទេអត់អំពើយើងខ្ញុំបកប្រែផ្សេងណាកម្មជាអំពើគឺយើងត្រូវតែមានអំពើជានិច្ចតែយើងអត់គឺយើងសុខភាពអត់ល្អព្រោះធម្មជាតិបង្កើតមកយើងរត់ទៅរកអីហូប looking for food run around looking for food យល់ទេតែអត់មានអត់3ថ្ងៃ4ថ្ងៃមួយអាទិត្យអត់តាន់បានអីហូបអាហ្នឹងល្អវិញ autophagy គេហៅខ្លួនយើងស៊ីខ្លួនយើងគេថា we want to be physically active no such thing in retirement no such thing is stand still stay at home watch TV do nothing it cause a lot of trouble for your health physically and mentally social isolation kill you first 75-year study and 7-year study and one day I talk about that one again I talked many years ago and a real study ព្រោះហើយយើងត្រូវការរវល់ជានិច្ចគ្មានទំនេរមួយថ្ងៃវល់ថ្ងៃមើលជនជាតិជប៉ុន Blue Zone ជនជាតិជប៉ុនជនជាតិអ៊ីតាលីនៅកោះនៅម្ដុំក្រុមមួយដែលរស់បានសិតតែ100ឆ្នាំណាឬក៏នៅខាង California ហ្នឹងហើយឬក៏នៅខាង Costa Rica ឯហ្នឹងពួកហ្នឹងរស់បានយូរ Great Akira Island ឬក៏ Okinawa Island ហ្នឹងរស់បានយូរពួកនោះអត់ទៅនេមួយថ្ងៃអូបលឹមទៅប្រលប់ធ្វើនេះធ្វើនោះណាជួបគ្នាទៅសบายទៅហើយចាស់ហើយអាយុ100នៅតែធ្វើការទៀតមិនមែនទៅបានលុយទេកំណត់មិនមែនទៅធ្វើការលុយដែលយើងមានកំណត់ថាអូចាស់ហើយនៅធ្វើទៀតខំអីទៀតយកអីទៀតមិនមែនទេយើងយល់ច្រឡំកន្លែងហ្នឹង
mình nè nè cái tao nó cái mình men đầm bay cái đầm bay cái miệt cô đau the purpose of life the purpose of life cái miệt cô đau bao nhiêu cái anh tao anhมีสบายไม่ได้ทานแล้วก็ทลอบធ្វើការនៅ restaurant គាត់ទៅហើយជួននេះគាត់ទៅធ្វើដោយអត់យកលុយណាបងប្អូននិយាយប្រាប់ឲ្យតោះអត់យកលុយណាជនជាតិជប៉ុនណាគេទៅនិយាយតែជប៉ុនមួយចាស់សាគេដូចនេះណាគេអត់យកលុយទេគេទៅធ្វើជួយហ្មងឬក៏ទៅជួយអង្គការមនុស្សធម៌ទៅបណ្ណាល័យជួយសភៅទៅបោះសម្រាមតាមផ្លូវឲ្យរត់ទៅវិញបងប្អូនទៅឃើញជប៉ុនឃើញចាស់ជួននេះបោះសម្រាមតាមផ្លូវមិនមែនគាត់ការងាររបស់គាត់គាត់បោះដើម្បីជួយរត់ចង់ឲ្យប្រទេសគាត់ស្អាតដូចប្រជាជនសិង្ហបុរីដូចគ្នាទៅជួយសួរផ្ទាល់ជនជាតិគេជីវយ៉ាងសាសួរគាត់ទៅពីបេដងចេះសួរគាត់នឹងធ្វើការទីទៀតនឹងចាស់យុគបានគេថាគាត់80 supply ខ្លះ80 supply 90គាត់ថាមែននេះគាត់ចង់មកជួយចង់ឲ្យប្រទេសគាត់ស្អាតគាត់នៅតគុណតលៀងតគុណហ្នឹងគាត់អត់មានទេយើងមានលុយឲ្យគាត់ទៅគាត់អត់ឲ្យទៅគាត់ជួយឲ្យតគុណស្អាតរហូតដល់ទេសចរគេមកហើយខ្ញុំពេលមួយដើរលេងនៅតាមផ្លូវវិថីគេមហាវិថីណាដើមឈើស៊ូស្លឹកដល់ហើយគាត់ចាស់ណាស់គាត់ណាគាត់បោសម្រាមនឹងកើបដាក់ធុងណាសម្រាមណាហើយខ្ញុំថាអូណៃធ្វើការទៀតអត់ទេខ្ញុំអត់ទេខ្ញុំត្រែកបាត់ហើយព្រោះខ្ញុំគាត់មកទៅជួយប្រទេសសម្អាតទីក្រុងឲ្យស្អាតតែប៉ុណ្ណឹងហើយគាត់ទៅដល់ល្ងាចគាត់ទៅធ្វើការទៅអត់តែគាត់ដាំតំណាំគាត់នេះទៅនោះដូចជនជាតិជប៉ុនแล้วមួយថ្ងៃគេមានគោលដៅគេជាអ្នកអត់មានពេលទៅនេអបសុកទេអ្នកអបសុកហ្នឹងអ្នកនឹងបញ្ហារោគអ្នកដែលទៅនេសំណុកពេកពាក្យគេហៅពាក្យអង់គ្លេសគេមានពាក្យគេណា sedentary ហ្នឹងគឺថាទៅអង្គុយច្រើនពេកហ្នឹងគឺរោគអីក៏មកដែរខ្លួនយើងត្រូវការបញ្ចេញធម្មពលដើម្បីឲ្យជាតិពុលចេញពីខ្លួនតាមរុនតាមទឹកនោមយើងតាមអីហ្នឹងតែយើងសំណុកពេកញ៉ាំទៅដូចឡានចាក់សាំងវាត្រូវចេញផ្សែងកាបូនដៃអុកសាយនិងអីនឹងជាតិពុលខ្លួនយើងក៏ដូចគ្នាអា mitochondria យើងក្នុងកោសិកាយើងមានកន្លែងបង្កើតធម្មពលវាក៏បញ្ចេញជាតិពុលដែរពេលវាឆេះជាតិបាយយើងទៅដល់យើងអត់ធ្វើអីសោះវានៅទាំងខ្លួនយើងកោខ្យល់អីកោខ្យល់អានេះខ្ញុំមិនដឹងខ្ញុំនិយាយតាមស្មានខ្ញុំណាខ្ញុំរៀនឆ្នាំទី2នៅមហាវិទ្យាល័យអសតខ្ញុំភ្ញាក់មកនោះចុះអា Krebs cycle នេះ biochemistry នេះចុះអាហ្នឹងអាកោសិកាចាប់តាមប្រើធម្មពលដល់ហើយវានៅ salt citric acid វាទៅណាកាបូនដៃអុកសាយវាទៅចេញតាមច្រមុះមកវិញណាដល់ខ្ញុំទៅគេថាចុះយើងកោខ្យល់អញ្ចឹងដែរអត់ធ្វើអីនៅអ្នកសនុកតែកោខ្យល់បើអ្នករវល់អត់ដែលមានកោខ្យល់ទេអានេះខ្ញុំស្វាឲ្យកោខ្យល់គឺយើងធ្វើបាបខ្លួនយើងឲ្យជាប់ស្បែកនេះគឺអីគឺអាឈាមក្រហមយើងទៅវាបែកទៅវាក្រហមលើស្បែកហ្នឹងទៅយើងថាល្អតាមពិតមិនមែនទេយើងដូចជាម៉ាសាទៅវិញអាកោខ្យល់នេះម៉ាសាទៅស្រួលឲ្យខ្លួនវិញមនុស្សយ៉ាងមនុស្សយើងមានកម្មនេះកម្មពិតប្រាកដអាកម្មវេទនាណាបើយើងកំពុងតែសំណុកអត់ស្រួលខ្លួនយើងកណ្ដាលយើងធ្វើអីពិបាកមកពាក្យខ្ញុំនិយាយប្រើពាក្យ adversity ពីមុនណាធ្វើអីកើតមកជាមនុស្សទៅតែលំបាកតែយើងស្រួលខ្លួនមកអញ្ចឹងបានការបំបត្តិការឈឺចាប់នៅប្រទេសអាមេរិកការសិក្សាមួយប្រហែលឆ្នាំមុនខ្ញុំមើលសភៅខាងខ្ញុំណាគឺនៅឯឈឺពេកស្អីក៏ឈឺទៅដល់អាមេរិកគឺដាក់ឯឈឺកាន់តែខ្លាំងទៀតមកឈឺឲ្យណាណៃមកបកាច់ប្រកិនមកដល់អញ្ចឹងទៅលេបាត់ឈឺមកមនុស្សយើងអញ្ចឹងដែរដែលថាកោខ្យល់ដើម្បីបាត់ឈឺបាត់គ្រុនដល់កោខ្យល់ចាប់ខ្យល់តាមពិតអា contrast ពីអង់គ្លេស contrast ណាធ្វើឲ្យយើងស្រួលខ្លួនវិញណាអាហ្នឹងនិយាយតាមទិសដីពេទ្យកំខឹងខ្ញុំនិយាយទិសដីដែលខ្ញុំរៀនណាបងប្អូន Yeah, I want the option 3 have to physically active no such things that's a new definition is you have to be busy all the time no such thing retirement like Japanese blue zone Okinawa Island Greek Island no and Italian and so on all are live longer over 100 because they're busy they have purpose of life they go to library they go to restaurant to cook to serve the customer not for money the purpose of life they have something to go they're looking forward to go they're happy to go how they live longer and the Singaporean Japanese on I experienced myself personally I asked them why you still do all this thing clean the street washing the toilet I say no I'm not got any pay I just love to help my country to make my country look clean look clean toilets on but sometimes you feel like sorry for them you give some money tip otherwise they don't want to take it all therefore it means sometimes they go to restaurant to work for a restaurant not for money at all just to work to keep themselves busy to enjoy the purpose of life គឺថាគោលដៅជីវិតរបស់យើងគឺសប្បាយធ្លាប់ដឹងអី
nhưng mà rừng mùi hiểm trong ngày nay những cái rừng reminiscent therapy tiệp lợi chất study 75 years 7 years study that people live longer cứ ta avoid social isolation loneliness kill ca để dương cầm sắt pe nơi tầm này anh tè tầm môi này anh anh cứ ở trong bàn chủ tiệp là đua cô thà anh nộp tè chọc ở thứ ấy chọc nói sân ông pe thằng ông luôn pe anh nó ăn lò với nhé bố thò mình chết bằng cái dương hỏi rót tờ rô mà hô nhắm đôi sắp đặt tay nha nói như tôi tay rót mình xóa làm bay sọc phim lò rồi nhé đó sắp thái như ấy như không nhắm phải trôi chớn như không phải tranh chào với nhé khá tờ lối tiệt tờ hạt pran ngô rót cho rót lan lấy nó làm bay bay ở tại đã tờ lực đông đây ở bên sạch đông nhưng mà ní ăn lò với nhé cardio exercise cardio metabolic ấy nó anh nói ấy tại dương nhắm mà chớn không thể rót không thể ba ở che sang với nhé anh nói với tôi chỉ khát với nhé tại chắc phải chốt tôi phải tránh với những thom mình chia translate thom mình chia the law of the nature you put in you have to get it out if you try to balance it you save a lot of money you don't put too much rubbish into your body all the high calorie you need less burn out but exercise is to build your muscle instead when you build your muscle you live longer your memory longer you delay dementia nhưng có cà phê có oil rốt click plan to anh cút anh nói cứ chọc thom mình chia chẳng mà chẳng nhưng theo ấy nhưng theo cả world chỉ vẫn nhưng theo miền cô đau cho nên nàyแต่ช่วยองค์การมุสทอแต่ช่วยนี่แต่ช่วยนู่นยังสบายเช่นนี้ยังมันตันนี้เลยให้ยังกลมกึศจานไปกึศออกมาการกับคอร์ติซอลกันนะยังกึศจราสเตรนเนื้อสำหรับยังก่อนเลื่อนได้ในนั้นยังแต่เป็นสเตรนมวยปะปอเราใส่ร่างกายสเตรนในแต่ยังกึศยังได้ด้วยยังดีได้ยังติดใจแบบบางปูนครับยังปลาคุกบายังดำใบอ้อยคุกบายังเหมือนมีพลิกมีกำร้องยังปูยังถ้าแต่พลิกฉับพลิกก่อนมันงี้ได้ก็เป็นยีบานอยู่แต่คลาดกึศข้อนั่งทำกึศชราอันปลากันนะปลาบีไม่สู้แต่ปลาบลากึศโปรยบารมขังโคภาษานี่นู่ขังเกขังไอขังอัตไลลังทลายอันนี้เท่าอันนู้นทลายดานยีเปียกรอบไปคะแนนผมพอเลยจ้ะอันนั้นมันเหม็นกึศเนี่ยอันนั้นทุกบาปตัวในบังการคอร์ติซอลจิตแบบฮอร์โมนกรอวิ่งนี่ให้ยังทายยังกึศข้ออันนั้นมันกึศเนี่ยกึศละอ้อcái chui cái chui ní cái chui thực bon cái chui đó đã chết khang theo cái đó cái chui ní phong chui lên cái van đặt lan ní chứ cái chui cái ăn nấng là sao cái chui ăn là ôi because kindness make you happy just so for so mình tới thoát thôi những lúc bạn như sớm chân kia sớm cái bị cô không cô bà vậy mình men kết ở ban ca kết khăn kia kết chân này kia kết mua mau cái hai kia ăn nấng cô bà những tới chia cho mình men lá ứng này chui ấy sao này kết mối tiết kết ở phía rừng tôi bảo rằng anh sasna cái xây tiết đấy nữa nè phần ta cái sasna bảo hiểm đập mình nè luôn gì bị sasna thông thành một môi thành một mấy cái gì sasna nó còn lo này bây giờ dương na tại vì dương kết khâu đó dương kết na ấy na tôi bảo rằng cái chết cao chết ấy na than xô than rỗi đó nó thứ ba luôn này mình ăn có ba chết thì mình nó mình mến dương này nhưng thôi mà những cái nó chui nè kia để khoa khát ấy nấu nó khơi để khnia miền Việt Nam đối với anh nước bán thừa ở dưới sầm bá dương không bán nhiều dưới mười tiệt option tip bay nào ok stay active nè đồ bồn là hình dây rơi mười tiệt cho bác lan nhưng dây hai chục môn này tới cùng tha trăm tờ rô lan chích shop năng mò cả bơ o sang mà cái lan mà lên toàn cái đấy nè cái chết nó là mình bạch vừa vàng hả anh nó cầm hô thông à nhưng trong cái tinh cái đó bật ra nhưng mà cái lô bị xa thế đau tới hắn là ôm mà bởi dương du bán là món mà dương du mình mà giọt tê rồi tiệt rồi nước ớt ca thì đó ớt bị tranh tham một bốn đấy lơ du ấy bán đau bị chai nữa cái how weight bearing exercise nó đang cái sạch đông và cái sọc phì rồi lang chả đá cầm chi chả đá yun tê khi mà sau phải theo một ngày mình một ngày chúng dùng bữa chả đá sao như chơi đi cao từ là cống này bộ cho nên bị bùa ẩm nung màu chút và ray bọc bên như bị chặt tham ấy có và lâu bị lấy là sao đây lâu bộ nơi đây cầm chặt bộ bị ốp đi màu chui cầm chặt nhóm này hay nè sẽ là con chui sầm tới đây sao đây hiện đái chỗ đó là máyอย่างtích mà đòn này chọc mở tạm mệt tạm nhanh tới nhiều đi cao từ là cống anh đái cho đái lên chả đái rất là o mà o rồi mà
mà hai bởi dương tàu thực ca nó thì trong city mà bên đây theo dương cũng phát cũng đặt phát làm chết cái lại ra tiếp lên nhưng phát mà cái lôi đó hay đa đó hay màu mình anh chỉ hạt pra ban pi cái lôi à các đa chỗ đa lắm cứ chỉ cả hạt pra này bảo anh nâng là sầm khăn vậy nè dương cũng cái thao kia là chết nó bạn à tê rồi nên tê ngò nhưng tập khơi nhận tới sầm mót cho nên hình tập lên sầm mót nó mà chăm tới cái cái đó chăm muốn khai bay khai lớn nhà trong giờ quan chén như bị đám dân vúa tăng bịa tông tăng bịa thùng có ấy tàu smart chase trên smart buộc cái line park làm chuyện lo đến nhà à tê rồi nhà con buôn để đái ôi anh chứ xem đi là nó khôn nhớ này mà ở bên tranh tham một phố đấy hay tao đó cho xe smart tết barbecue sạch chiêm sạch chuk sạch cọ sạch ấy na smart khăn ra sạch cọ nó đi anh em tao chia ắt ra tham một phố đấy anh mà ca tham một bồi pin mà can tật kia ra lan cả lô mình nghi sọ kia ra hay một máu mũi khiếm cái ra ắt bài mũi khiếm ta khiếm bị vô ắt bài mũi khiếm đó chắc đá nó cứ chỉ cao ở vụ bàn du đá còn là chui mà đấy rót tới tiết bàn sầm tiết cho chiêm nhưng mình chỉ đi bom ở đây thì từ chụp bón nó này ai cái tiết chụp bón thì sao chiêm 30 năm cái ông mình xin qua chiêmแต่ว่าไปโดนแดดครุบขึ้นเนี่ย35 ក្រោយគេចាប់ឡើងគេដឹងថាយើងគ្រាន់តែដើរហាត់ប្រាណរត់ព្រឹកឲ្យគ្មានបានការហ្មងទេបាន15%ជួយយើងតែបើយើងរត់ទៀតនោះអានឹងជួយច្រើនមកដូចខ្ញុំមើលនិយាយមិញហើយមុនហ្នឹងណាហើយទី2ទៀតដែលពេលរត់ហ្នឹងអាគូក្បាលយើងពេលដែលរត់ហ្នឹងវាបញ្ជាទៅអាជាតិម្យ៉ាងក្នុងគ្រូក្បាលយើងបញ្ចេញជាតិម្យ៉ាងឲ្យសម្ពាធឈាមយើងទៀតនោះសិក្សា30 ឆ្នាំមកអង្គការសហជីវជាតិគេទទួលស្គាល់ការសិក្សាហ្នឹងគេថាឈាមយើងធ្វើម៉េចកុំឲ្យលើពី135បើតាមទ្រឹស្ដីពួកខ្ញុំរៀនសម្ដែង140អាខាងលើណាអាពេលឈាមបាញ់ចេញបេះដូងឥឡូវទ្រឹស្ដីអង្គការសហជីវជាតិទៅតាមការសិក្សាជប៉ុនថាគួរតែក្រោម135មានន័យថាឡើងចុះជារឿងធម្មតាប៉ុន្តែជាទូទៅធ្វើម៉េចកុំឲ្យលើ135កុំឲ្យឈាមយ៉ាងថ្ងៃឡើងចុះហ្នឹងខ្ញុំបញ្យល់ឲ្យពីឈាមបើថាវាឡើងរហូតអាហ្នឹងគឺទៅទៅជួយចាំដែររត់ថ្នាំនេះបើធ្វើអីមិនចោះទេខាត់ប្រាំចោះអីមិនចោះទេតอมប្រៃមិនចោះអំបិលវាត្រូវការក្រុមនេះយើងត្រូវការខ្ញុំមិនមែនថាតอมអំបិលឲ្យអត់ទេត្រូវតែញ៉ាំអំបិលប៉ុន្តែកុំប្រៃពេកវាហឺសចំនួនដែលខ្លួនយើងត្រូវការបងប្អូន Google តាមមួយថ្ងៃយើងត្រូវប្រហែលក្រាមអាហ្នឹងមួយលើ option 4គឺភាគទី4គឺយើងទៀតអាកប្បកិរិយារបស់យើងពីអង្គគេហៅ behavior treatment of your behavioral treatment អាយើងទៀតគឺថាខ្លួនយើងនិងខ្លួនក្បាលយើង body and mind ទៀតវាឆ្លងឆ្លើយគ្នាដែលខ្ញុំជម្រាបឲ្យពីប្រវៀននេះពីខួរក្បាលយើងជាមួយនឹងខ្លួនសរីរាង្គកាយរបស់យើងថត់នឹងស្គមគឺយើងនេះយើងស្អីគឺយើងមិនមែនបន្ទោសអ្វីគឺយើងទាំងអស់តែយើងមិនខ្ញុំបន្ទោសគេអត់ការព្រោះយើងអត់យល់សុខភាពឡើយបាននីតិយុគនេះគឺសុខភាពមិនឲ្យបងប្អូនយល់អញ្ចឹងអាចចិត្តរបស់យើងទៀតដែរវាសំខាន់ណាស់តកតងនឹងខ្លួនរបស់យើងអាកប្បកិរិយារបស់យើងអាការបញ្ជាខ្លួនយើងអញ្ចឹងគេហៅថា behavior therapist ពីអង់គ្លេសណា behavioral treatment អានេះគឺសំខាន់អញ្ចឹងទៅតកតងនឹងផ្លូវចិត្តសាស្ត្រតែយើងមិនស្រកគីឡូទៀតមានតែអ្នកជួបអ្នកចិត្តសាស្ត្រ psychologist មកគេបរៀនយើងមកត្រូវត្រួតត្រាផ្លូវចិត្តទៀតបើយើងត្រួតត្រាផ្លូវចិត្តយើងមិនកើតណានឹងអាផ្លូវចិត្តរបស់យើងការគិតនិងការផ្លូវចិត្ត emotion ណាពីអង់គ្លេសខ្មែរយើងមិនដាក់ទៅថាតផ្លូវចិត្តនិងការគិតរបស់យើងមិនកើតទេណាមានតែគេបង្រៀនយើងមានអ្នកឯកទេសខាងហ្នឹងអ្នកខាងម្ហូបអាហារដែល dietitian ឬក៏មួយ psychologist បរៀនយើងណាព្រោះយើងដូចថា addicted to food យើងញៀននឹងម្ហូបអាហារយើងញ៉ាំតែច្រើនមកឆ្ងាញ់តែអាមេរិកខ្ញុំនៅ hotel គេដាក់ម្ហូបឲ្យច្រើនណាប៉ុន្តែទៅ restaurant នៅជិតហ្នឹងថោកមែនតើ10 រៀលអាមេរិកអីងប់ម្ហូបវាបាន20មុខញ៉ាំតែចិត្តសិតតែរបស់អស្ចារ្យធម្មពលចាំបងប្អូនអាមេរិកនេះធំហើយនៅ restaurant វានៅ hotel វាមានឲ្យយើងញ៉ាំអត់គិតលុយវាមានក្នុងហ្នឹងណាវាមាន bacon មាន egg វាមានស្អីវាណាតែយើងមើលហ្នឹងតដែលតែញ៉ាំក្រៅវិញអត់ញ៉ាំអាហ្នឹងអស់លុយក៏អត់តែវាឆ្ងាញ់ជាងណាហើយមួយទៀតអាចិត្តកំណត់យើងទៀតកុំជួយចិត្តតែចេញដាក់ចូលដាក់បន្តិចហ្នឹងយើងអត់ដឹងដូច
nhưng tha dương mơ là cái sắp cái đĩa đó tích phun mà nào tập bộ phần này anh nói ngày bom bom trâu kết anh tích nó giao tháp nên nhắm thế mình nhắm phải tránh biscuit mồi chỗ gì đây sau đấy có tham một pol là ốp á fiber có tham một pol price and crop price and có tham pol là mong muốn à dương chứ mà bị miên từ đây không Google thì pháp dương ta cua bỏ man mà sờ men cái đặt tháo à kinh gì tham crop thì chuyện ó nó nhắm ló xong là ó men phần đã bị tham một pol đây vì mình chụp luôn của nhắm đây xây vì mình phun đây ta mình phun đây như thứ ba phun đây ta phun đây anh nói như tôi kết cái đấy nhưng chỉ ông lên tích ở nè vì sao ông lấy vô vào dụng như cho ông lấy therefore option 4 you have to control your behavior too treatment because behavioral treatment body and mind deeply connected obesity treatment is rely on your mind and your body it deeply connected you have to have behavior program I talk about psychologists teach you and why dietitian come involved if you can't control yourself or can't control your behavior you know you snack in out keep the pick here pick there whatever you feel like because you're addicted your behavior can change like I said just now don't forget they said all the nuts are very good a lot of mineral this and that like a walnut cashew nut macadamia nut all are good but don't forget that it's a calorie good fat the one is good fat but calorie like you eat avocado very good but you eat 2 or 3 avocado a day plus a lot of fatty food that's it's calorie it's not mean harm to you but it's harm to your body mass index it increase your body fat and then that no diabetes especially don't say I'm diabetic I'm overweight already, but still eat avocado one a day. But if you're really can control your sugar level, you're overweight 20 kg, you add avocado one, you add that, you add this, you add that, you're going to be increase more weight because you don't understand what calorie or about. Go back to the old the topic that I mentioned about lose weight naturally. Chẳng như tao cá luôn những chuột tra câu dân trong clay thế chứ tại cả ngàn you it had to be portion you don't large portion nhưng last Sunday interesting one no BBC talk about the portion I started remember 2-3 days ago very interesting they talk about portion like coincident I heard the radio ABC Australia but they program with BBC British broadcast. Suddenly talk about portion with all the specialists. Portion very important, okay? Whatever you put on your table, you have to control your portion. How much you have to want to lose weight. You discipline yourself. That's it, that much. But another portion is that, okay, you eat small, like Chinese, Japanese, the bowl. That's it, one bowl. But there's so much in front of you, you keep refilling. That's another portion, a small portion, but you refill how many times, you don't think about how many times you refill. Nhưng trong vậy ta, dân nhóm dân trong miền Trung này ta, mà chan tầm nào, tầm nên là bây sọ cái lỗ đó, là bỏ cô nhóm bà lai chan, thì mình làm cái lỗ đấy. Đó là dưỡng mà chan dân, dân trong mà chan cứ mà chan, dân bật này hay mình dây mà đã chết một tí này, tại chẳng dân miến dân chết đã. Tại, cái gì bị ai cái tên nó sắp ở radio ABC pada bị broadcast bị Anglais đấy, BBC. Vì vậy nhưng mà những gì cái portion cái những chủng luôn tập phần này, người ta không mà con chỉ cái lấy mà con chỉ cái đạo một gì, phần tay dân miền mà chan thì bị một gì thế, dân thay dân nhóm mà chan chỉ cái phần đã chết là thay nhưng ăn kết bị thay nhé, portion để dân chết thay mà chủng luôn nhé, chứ ta chan mà chan chứ, đừng hộp răng chứ ta restaurant bạn thấy mà chan chất hao sập hiểu lấy cho em san sai biết mà cặp bóc tính là chan cà phê panna này phần kỳ nhâm cứ cá sập mai không cả nhâm chứ mà dùng gì tiệp portion này tiệp bởi dương nhâm mình kết đến á dương kết là ta ăn nhâm tích ta mà chan phần ta trận đấu mà chan scope em một bài coi ta nào tiệp dương ăn vô là portion này tiệp calorie tiệp hay là chứ mà ta trong sọ cái lỗ mình miên chả ấn nè ta dừng vô chả này dùng gì mà này nè chả nè
ហើយវាមិនត្រឹមតែតកតងសុខភាពយ៉ាងទៀតហើយកាលណាយើងលើគីឡូវាបញ្ហាចាស់ខ្ញុំជំរាបតិចអង្គុយនិយាយបើនិយាយទៅចោះហើយយើងពីអង្គវា have confidence និង self esteem ណាកាលណាយើងគីឡូយើងធ្វើដូចជាអត់សប្បាយចិត្តខ្លួនឯងទៅណាដូចជាខ្មាស់គេណាអាការខ្មាស់គេអាណានេះធ្វើឲ្យយើងគិតច្រើនពិបាកចិត្តដល់ពិបាកចិត្តយើងញ៉ាំថែមទៀតយើងអត់មានគេហៅថាទុកចិត្តខ្លួនឯងនឹងការមានការដូចថាសប្បាយចិត្តខ្លួនឯងណាអានឹងក៏ប៉ះពាល់ផ្លូវចិត្តទៀតធ្វើឲ្យយើងអត់សប្បាយចិត្តចិត្តតែថែមអ្នកបាក់ទឹកចិត្តជួយចិត្តតែឡើងគីឡូអញ្ចឹងដែរអានឹងလည်းបញ្ហាមួយទៀតដែរបាទតើអញ្ចឹងខ្ញុំចង់និយាយពីចិត្តរបស់យើងអា mindset នឹងសំខាន់ណាស់បងប្អូនខ្ញុំនិយាយថា behavioral គឺថាអាកប្បកិរិយានិងការខ្លួនចិត្តយើងនឹងសំខាន់ណាស់អា behavior នោះចឹង mindset very important portion if you say one small ball but you keep refill it no point small portion but how many time you refill a portion the one that sip you have nothing else nearby you don't see you don't eat ពីខ្មែរយើងថាឃ្លាតកាយណែចិត្តអញ្ចឹងតែអត់ឃើញអត់អីទេតែយើងឃើញតែទ្រាំបានអាហ្នឹងយើងត្រូវតែត្រួតពិនិត្យចិត្តផ្លូវចិត្តរបស់យើងអញ្ចឹង mindset គឺគោលដៅយើងតាំងចិត្តខ្ញុំនិយាយលេងណាភាសានិយាយលេងថាឥឡូវតោឬខ្លាគេថាអញចង់ស៊ីកបីហ្នឹងវាថានឹងស៊ីឃើញមិនមើលរឿងការពិតមកតើវាស៊ីគឺវាស៊ីកបីឬស៊ីតម្រៃមកពួកវានឹងវារុំគ្រីស៊ីតរបានវាថាអានេះជា lunch ពីបាញ់របស់អញកបីនឹងឬក៏ខ្លានឹងជារបស់អញឆ្លួនគឺអញស៊ីតបានវាស៊ីបានមែនគឺថាមែនមកពួកខ្ញុំចង់និយាយថាខ្លាឬតោវាមានចិត្តវាខ្លាំងបើវាមិនចឹងទេវាងាប់រាប់ពាន់ឆ្នាំរាប់លានឆ្នាំហ្នឹងព្រោះវាមានផ្លូវចិត្តវាខ្លាំងវាជាមនុស្សជាសត្វដូចយើងក៏ជាសត្វដែរតែយើងខ្សោយផ្លូវចិត្តអត់ដូចសត្វទេណាសត្វតោសត្វខ្លាសត្វកពើខ្លាំងណាតែវាថាវាស៊ីយើងមកតែវាស៊ីស្អីវាស៊ីមកតបានI just want to talk about mindset. You look at documentary about lion, about elephant, about tiger or lion. They say, I'm going to eat that elephant. The mind is very sharp. They're going to eat that elephant. That buffalo is going to be my breakfast. Going to eat you tree. I look at documentary, they eat more. And the documentary, the narrator, very good. Buffalo. This lion going to eat that buffalo. The mindset is going to eat ISIS breakfast. True, it eat more. So we as human beings, we are animal too. But the animal instinct very strong. They vary their mindset that I do it. No choice. Either you eat me, I eat you. That's it. The young are like we are a bit poor in mindset. You are not disciplined. Like crocodiles. Crocodiles eat, I eat you more. No? I can eat you, I eat you more. That their mindset is very strong. You stop that. I stop that. You chop that. You remove it. Option 5, number 5. You try to chop the option 6. You chop it. You try to chop it. Let alone pity pram. You try to thanam. Thanam the bay come out you clean. Come out you clean. You must jump ye on beer be my clean and talk on just and kind of way. Can you clean from pay? យើងត្រូវការអ្វីត្រូវការថ្នាំបញ្ជាខួរក្បាលយើងកន្លែងខួរក្បាលយើងអ្នកបញ្ជាទេអាកន្លែងគេហៅឲ្យយើងឃ្លានណាបិទឯងមកបិទកងតាឯងកុំឲ្យឃ្លានមកអញ្ចឹងទៅយើងអត់ឃ្លានញ៉ាំតិចអញ្ចឹងអារម្មណ៍លេងហើយណាំខ្លះទៀតវាធ្វើកុំឲ្យខ្លាញ់ជោងឈាមយើងទៅវិញយើងចូលចិត្តញ៉ាំរបស់ខ្លាញ់ច្រើនពុះបន្លែឆាឈូយើងឆាប្រេង unsaturated fat ស្អីសាច់3ជាន់អីពុះជុកអីហ្នឹងកាលណាយើងញ៉ាំធម្មយ៉ាងទៅទីហ្វាមស៊ីទៅហ្វាមសៀងមិនឲ្យបានហ្នឹងគឺវាទប់កុំឲ្យជាតិខ្លាញ់ដែលយើងញ៉ាំទៅចូលខ្លួនទៅម្ល៉េះយើងញ៉ាំបន្ថយបាយតិចទៅបន្លែច្រើនទៅអីទៅផ្លាស់ខ្លាញ់ដែលយើងចូលចិត្តឆាឈូអីណាទៅរេស្តង់ទៅវាអត់ចូលដែរទៅយើងស្រកគីឡូអញ្ចឹងមិនត្រូវការសតការីជូនថ្នាំនឹងយើងបើយើងបងប្អូននិយាយតែឈ្មោះវាទៅជាថ្នាំមិនបាច់ស្រួលដែលថ្នាំចេញមុនគេឈ្មោះ Zenical ណាបងប្អូនណាJust I want to talk about medicine first. That over the counter, the pharmacist only medicine control your obesity. It means that no medication. It just there's so many types on the market. One suppress your appetite center. I talk later on. This is just to stop fat from going to your body. This medication called Zenica. Their job is to at the small intestine. They block any fat not go into your bloodstream.
Then when you eat a lot of fat, you have diarrhea or sometimes lose bowel because it stops fat from going to your body. Any fat, good fat, bad fat, whatever, it stops. Therefore, it's good in the sense that you control your diet a little bit. You eat more fruit, vegetable, you eat less carbohydrate. But sometimes you have no choice. The culture, like Chinese fry, everything fry. You go to eat soup, noodle, like pho, like bombaway, whatever. A lot of fat on there. It stops the fat from going. You lose weight too. One, it stops the fat from going. Therefore, your body starts to burn existing fat, and also your calorie. You reduce your carbohydrate. You lose weight. That one, another style of easy way, but you don't need to see the doctor. Okay, too. មួយទៀតធ្វើចាក់ដែលយើងផ្អើលធ្វើចាក់ដែលក្នុងផ្អែមអ្នកណាដឹងខ្ញុំនិយាយហ្នឹង Ozempic ហ្នឹងនិយាយតែឈ្មោះហ្នឹងមានច្រើនក្រុមហ៊ុនណាបាទហ្នឹងរកជួយអ្នកទាំងនោះផ្អែមចាក់មកទឹកម្ដងដើម្បីកុំឲ្យឃ្លាននិយាយទៅដល់អញ្ចឹងទៅជាតិស្ករវាទាបជាតិស្ករទៅយើងស្រកគីឡូផងជាតិស្ករវាអត់ឡើងផងជាតិធម្មហ្នឹងវាជួយពីមុខវាធ្វើឲ្យកុំឲ្យឃ្លានមានតែស្រកគីឡូទី2វាជួយឲ្យជាតិស្ករទាបពេលណាវាក្នុងគ្រួសារលួយតៃហ្នឹងអ្នកបរៀន pharmacy ណាម្ល៉េះវាជួយឲ្យយើងណាស្រកគីឡូខ្ញុំមិនបាច់បញ្យល់វែងឆ្ងាយខ្ញុំចង់កាត់តែខ្លី1ម៉ោងហ្នឹងណាមក11ខ្លះបាត់យើងចំកាត់ទៅមិនបាច់និយាយថាវាត្រូវធ្វើម៉េចទេបាច់ត្រូវយើងស្រកគីឡូណាបាទអញ្ចឹងមានធ្វើច្រើនទៀតមួយទៀតទៅក្នុងផ្អែម Trucility Ozempic Trucility បើអ្នកណាចាក់ក្នុងផ្អែមដឹងហើយក្រោយទៀតមានច្រើនមុខហើយនិយាយក្រោយមួយទៀតទៅចុះនៅប្រទេសនេះអត់មានទេខ្លះនៅអាមេរិកមានតែមួយទៀតដែលលក់សប្តាហ៍នេះរកអត់ជួយអានោះសម្រាប់អ្នកលើសគីឡូមកវាចេញក្នុងឆ្នាំទៅតែចិត្តមួយឆ្នាំមិនឆ្នាំឥឡូវខាងខែ9ចាំទៅអាហ្នឹងឈ្មោះវា Mounjaro អាហ្នឹងគឺសម្រាប់ស្រកគីឡូមកអាហ្នឹងយើងទៅទិញមកអាហ្នឹងទៅដុកទ័រវិជ្ជាបានយើងចាក់មកទឹកបាយវាចូលឡើងស្រកគីឡូមួយទៀតធ្វើលេបវាមានច្រើនណាស់និយាយដល់មុខចុះ Uramin អាហ្នឹងគឺថាវាធ្វើខ្វក់ខ្វល់យើងកន្លែងបញ្ជាឲ្យយើងឃ្លានអត់ឲ្យយើងឃ្លានតែជួននេះពិបាកគេតិចអាហ្នឹងខ្ញុំនិយាយខ្លីទៅដល់ម៉ោង11បងប្អូនណាអាហ្នឹងគឺតែយើងអត់ឃ្លានតែយើងញ៉ាំតិចវាអត់ឃ្លានប៉ុន្តែកុំបខំតែបខំឡើងគីឡូដដែលទេយល់ទេតែអត់ឃ្លានយើងញ៉ាំតិចដល់តិចវាស្រកគីឡូហើយតិចនឹងទៀតយើងកុំញ៉ាំអារបស់ថាមពលច្រើនវាស្រកក្នុងចំពុកទី3 option 6 no option 5 forgot to talk in English quickly we have some medication that stop I told already option 5 medication that take out by pharmacists or the medicine Zeneca to stop fat from going to your body. Second one, injection that people have diabetes, Ozempic. You inject it, control your sugar level, good sugar in your bloodstream. Secondly, it suppresses your appetite to simple term. Okay. One more, Trulicity for control sugar, but under the government subsidy. But sometimes people use for losing weight, the government not subsidize, you pay yourself. And the new one that on the market about a year, Mounjaro got sell well to quite expensive too. That one for losing weight. The tablet that exists on the market for so long, it suppress your appetite in your brain because Uramin, that's the original brand. Take it suppress your appetite center in your brain. You're not hungry, you lose weight. The side effect I don't want to talk about. Not later on. Option 6 ទី6គឺថាយើងវះកាពះមក Option 6 it called surgery we call bariatric surgery ភាគទី6នេះគឺចង់បញ្ចប់ទៅចុះខ្ញុំទុកផ្សេងថ្ងៃក្រោយគឺថាយើងត្រូវវះកាពះមកណាទី1យើងចងកាពះក៏បានហើយយើងធ្វើស្ពានឆ្លងធ្វើទៅយោឆ្លងទៅពោះវៀនមកហ្នឹងយើងញ៉ាំតិចតែកាពះវាអត់ចូលកាពះវាមិនឃ្លានវាអត់មានកន្លែងពជាទៅខួរក្បាលឬមកក៏គេជាកាពះតូចខ្ញុំមិនចាស់អត់ចូលចិត្តអានេះក៏គាត់ឲ្យបងប្អូនយល់ទៅច្រើនគ្នាមានម្នាក់ជនជាតិអូស្ត្រាលីដែលលក់ថ្នាំមកខ្ញុំគាត់ទៅជាកាពះចោលមកណាឲ្យទូចមកខ្ញុំមិនដឹងមកឲ្យគាត់ទៅបាទទៅស្រកគីឡូមិនព្រោះកាពះវាទូចមែនទេមកយើងដាក់បន្តិចចែកបាទចែកយើងមិនស្រកគីឡូអាហ្នឹងមួយទៀតខ្ញុំជម្រាបថាគេដាក់ទៅយោពីកំពង់បាយយើងទៅពូវាទូចម្ល៉េះវាអត់មានកាពះអត់ទៅតាមកាពះមកក៏វាស្រកគីឡូដែរយល់បងប្អូនអាហ្នឹងមួយតែប៉ុណ្្នឹងបានតែមើលឲ្យជួននេះគេចងកាពះឲ្យតូចវិញកាពះអញ្ចឹងទៅគេចងឲ្យទៅទូចអាហ្នឹងក៏មួយដែរហើយមានច្រើនទៀតមាន5ចំណុចទៀតដែលខ្ញុំចង់ជម្រាបបងប្អូនទុកថ្ងៃក្រោយចឹងណាបាទ
ចំណុចដែលខ្ញុំជម្រាបមកណាចំណុចណាដែលអាចជួយបងប្អូនសក់គីឡូចំណុចហ្នឹងប្រសុខភាពល្អទៅមាន5 10ចំណុចទៀតសម្រាប់អាទិត្យក្រោយទៅចាស់ហ្នឹងសម្រាប់ការសក់គីឡូដែរ15ចំណុច15 point how to lose weight ណា that we tend to have problem we our own mistake focusing on the wrong thing that one 15 more point I talk about next week focusing on the wrong thing your mind focusing on the wrong thing therefore you never lose weight too but that's that next time